តោះអ្នកនេះតោះអ្នកនោះតោះរឿងនេះរឿងនោះអីចឹងគឺបានន័យថាក្នុងគណៈយើងអត់បានសិក្សាមេរៀនចូលមកដល់ជីវិតយើងអត់បានសិក្សាទេបានជាយើងបន្ទុះតោះណាអានៅពេលចាប់យកដោយត្រេកអរពេញចិត្តអភិជាហ្នឹងក៏យើងអត់បានសិក្សាដែរអញ្ចឹងបានយើងមកសិក្សាក្នុងពុទ្ធសាសនាទៅព្រះបរិយត្តិធម៌ហ្នឹងប្រាប់ឲ្យយើងសិក្សាបដិបត្តិសិក្សាបដិបត្តិនឹងបដិបត្តិហ្នឹងគឺផ្លូវកណ្ដាលតែកណ្ដាលអភិជានឹងតោមនោអត់ចាប់យកហើយក៏អត់បន្ទុះតោះអត់តោមនោហ្នឹងបានជាការសិក្សាអ្វីហ្នឹងជាមេរៀនថ្នាក់បរិញ្ញាហ្នឹងគឺយើងរំលឹកនៅពេលដែលយើងបន្ទុះតោះបានន័យថាពេលហ្នឹងគឺយើងអត់បានសិក្សាអាការរំលឹកដាស់តឿនហ្នឹងជំនួសអាការដែលយើងថាយើងខឹងយើងស្អប់យើងតោះនេះអតីយើងគិតថាត្រូវទៅធ្វើម៉េចទាំងការភ័យខ្លាចទាំងការព្រួយបារម្ភទាំងការអាឡោះអាល័យទាំងទុកកង្វល់អីទៅក្នុងអនាគតអីទាំងអស់ហ្នឹងណាហ្នឹងហើយមិនមែនអ្នកដតីធ្វើឲ្យទេណានឹងតែធ្វើម៉េចវាមានតែរឹតតែរឿងច្រើនទៅទៀតទេហ្នឹងហើយគឺមិនបានជោគជ័យអីទេខាតពេលវេលាទៅតែយើងបានមកជួបពធណាទៅដោះស្រាយអីមួយអ្នកដតីទៅទៀមទាអីបើយើងដោះស្រាយដោយសុខសន្តិភាពហ្នឹងប្រសើរបានប្រយោជន៍ទាំងខ្លួនយើងទាំងអ្នកដតីបើគ្រាន់តែទៅដោះស្រាយចង់យកឈ្នះអ្នកដតីចង់ស្លាប់ចង់បៀតបៀនចង់ស្ដីចង់ថានិយាយទៅឈឺចិត្តមើងងាយមើលថោកអីអាហ្នឹងឯងទេវាមានតែអកុសលធម៌ចម្រើនឡើងអញ្ចឹងវាអត់មានបានប្រយោជន៍ទេហ្នឹងហើយអញ្ចឹងយើងឆាប់នឹកថាយើងអាចដោះស្រាយក្នុងចិត្តយើងបានហ្នឹងហើយទោះជាយើងមិនបានទៅដោះស្រាយឲ្យសុខសន្តិភាពដល់អ្នកដទៃក៏ដោយតែយើងអាចដោះស្រាយបានពីព្រោះពធយើងស្ដាប់មកយើងដឹងថាណដ្ឋិចេតសិកាំងទុក្ខំសេចក្តីទុក្ខផ្លូវចិត្តនេះណាហ្នឹងហើយចេតសិកាំងទុក្ខំហ្នឹងគឺថាមិនមានទេសម្រាប់បុគ្គលណាដែលមិនមានអាឡោះអាល័យហ្នឹងហើយអញ្ចឹងវាជារឿងរៀងព្រះអង្គរៀងខ្លួនហ្នឹងហើយដែលមានសេចក្តីទុកផ្លូវចិត្តហ្នឹងមកពីវានៅតណ្ហានៅអាល័យនៅត្រូវការប្រាថ្នានៅជាប់ជំពាក់នៅស្រឡាញ់អីចឹងទៅអត់បានដោយបំណងប្រាថ្នាទៅបានទៅកើតទោមនស្សបន្ទុះតោះហ្នឹង